បាទសួស្តីពុកម៉ែបងប្អូនបាទតើបងប្អូនចង់រៀនឆ្លាក់អក្សរមានពីរពណ៌បែបនេះទេគឺមួយកណាត់លើហើយនិងមួយកណាត់ក្រោមតើគេសរសេរបែបណាដើម្បីឲ្យបានអក្សរចេញជាពីរពណ៌យ៉ាងនេះបាទងាយស្រួលទេបងប្អូនមើលវីដេអូនេះចប់បងប្អូននឹងដឹងហើយនឹងងាយស្រួលសរសេរសម្រាប់បងប្អូនដែលចង់បានឆ្លាក់អក្សរពីរតង់បែបនេះបាទជាដំបូងយើងមានហ្វឹកពីរពណ៌មកបងប្អូនបាទយ៉ាងពណ៌ណាក៏បានដែរឲ្យតែពណ៌ប្លែកគ្នាអញ្ចឹងយើងយកហ្វឹកពណ៌មកយើងសរសេរជើងខាងក្រោមនៃតួអក្សរបាទនេះបងប្អូនដូចជាអក្សរដែលខ្ញុំសរសេរនឹងណាបងប្អូនដូចជាជើងរោអញ្ចឹងយើងសេមកណាត់កំណឹងមកហើយនេះគឺជាអក្សរសបាទអក្សរសវាមានលក្ខណៈសន្តានបែបហ្នឹងខាងក្រោមរបស់វាអញ្ចឹងមកកណាត់លើនោះយើងចាំយកហ្វឹកពណ៌ផ្សេងយើងសរសេរចូលកណាត់លើនោះអញ្ចឹងសរសេរតែអញ្ចឹងទៅបងប្អូនយើងអាចដឹងនិងអាចចេះសរសេរបានពណ៌បែបហ្នឹងហើយបងប្អូនបាទនេះរួចមកកណាត់ក្រោមហើយឥឡូវយើងចាប់ផ្ដើមដូរហ្វឹកពណ៌ផ្សេងរួចហើយយើងចាប់ជាក្បាលអក្សរបាននេះបងប្អូននេះឃើញណាជាកលៈហ្នឹងមករួចហើយយើងតាំងដូចជាអក្សរបអញ្ចឹងឃើញណាបងប្អូនឃើញចេញពីពណ៌ទេស្អាតបងប្អូនបាទនេះណាដូចនេះអក្សរសបាទអញ្ចឹងយើងថែមចង់វាបន្តិចមកបាទថែមសក់ថែមកលៈវាបន្តិចដាក់អានេះសក់អំនេះជើងរនេះក៏សសរដែរបាទសសរគឺឲ្យបងសុំស្រឡាញ់ផងបាទនេះគឺជាចំណងជើងនៃបទចម្រៀងបទសម័យទំនើបចម្រុះហើយបងប្អូនបទនេះគឺជាបទពេញនិយមទាំងប្រុសទាំងស្រីទៅចាក់ស្ដាប់និងច្រៀងលេងកម្សាន្តណាបងប្អូនឲ្យបងសុំស្រឡាញ់ផងនេះបាទនេះបងប្អូននេះឥឡូវវាចេញជាពីរពណ៌បែបនេះហើយគឺមកកណាត់ខៀវត្រួយចេកនិងមកកណាត់ខៀវទឹកប៊ិចខាងក្រោមបាទរាងស្ទើរខៀវហ្នឹងណាអញ្ចឹងដើម្បីឲ្យអក្សរយើងនេះមើលទៅជាអក្សរឆ្លាក់ហើយផុសអណ្ដែតមើលទៅឲ្យវាអណ្ដែតណាបងប្អូនបាទអញ្ចឹងយើងថែមសម្អល់វាបន្តិចមកបងប្អូនបាទនេះសម្អល់នេះយើងដាក់ពណ៌រាងកម្ៅបន្តិចមកបាទយើងគុកបែបហ្នឹងបងប្អូនទៅតាមខ្ញុំមួយអញ្ចឹងបងប្អូនបាទនេះបាទធម្មតាអក្សរអក្សរឆ្លាក់បងប្អូនអក្សរចម្លាក់បើសិនបើយើងសរសេរជាអក្សរចម្លាក់ហើយយើងពុំបានដាក់សម្អល់ទេអញ្ចឹងវាមើលទៅវាអត់ស្អាតទេវាអត់អណ្ដែតអញ្ចឹងសម្អល់ក៏ជាការលើកស្ទួយនៃអក្សរឆ្លាក់របស់យើងឲ្យមើលទៅលេចធ្លោណាបងប្អូនអញ្ចឹងបានវារាល់អក្សរចម្លាក់ទាំងអស់យើងតែងតែធ្វើចម្លាក់បែបហ្នឹងដើម្បីឲ្យមើលអក្សរទៅឃើញវាផុសបើយើងឆ្លាក់អត់ដាក់សម្អល់វាក៏ស្អាតដែរគាត់ថាស្អាតមកបែបវាអត់សូវលេចធ្លោបងប្អូនបាទនេះបងប្អូនសម្អល់គឺដាក់បែបហ្នឹងមកដាក់សរសេរតែម្ដងពីរដងទៅបងប្អូនអាចដឹងថាកន្លែងណាដែលត្រូវដាក់កលៈកន្លែងណាដែលត្រូវចាប់ជ្រុងនៃអក្សរបងប្អូនសរសេរខ្ញុំធ្វើមួយឲ្យបងប្អូនងាយយល់និងងាយធ្វើតាមណាបងប្អូនបាទអូនណៃបងស្រឡាញ់អូនច្រើនជាងអូនអបពើបងស្រណោះសំដីត្រីធ្លាប់សាសងថាមិនព្រមស្រឡាញ់បងឲ្យបងចង់តែស្រឡាញ់ស្រី
ប៉ុណ្ណឹងហើយអូនណាយបងដាច់ចលអីលើអេះអញអីទៀតអាណិតបងទៅបងរងចាំយូរហើយទៅស្រឡាញ់បងទៅណាអូនណាជ្រើស្រឡាញ់ប៉ុណ្ណឹងហើយ